ពេលនេះម៉ោងនេះគឺថានាំបងប្អូនមកឆាកាពឹសជាមួយនឹងខាត់ណាឈើហើយនិយាយរួមគឺម្ហូបដូចថាងាយស្រួលហើយក៏ជាម្ហូបតាមដូចថាជនបទស្រុកស្រែរបស់ខ្ញុំអញ្ចឹងបងប្អូនណាព្រោះឲ្យខ្ញុំនៅតាមស្រុកស្រែគឺធ្វើដូចថាម្ហូបដូចថាសាមញ្ញទេបងប្អូនគឺគ្រាន់ថាយើងចង់ផ្អាកហូបសាច់ខ្លះអញ្ចឹងណាបងប្អូនគឺមួយថ្ងៃហ្នឹងគឺថាសាច់ពេកបាយស្រូវពេលព្រឹកគឺសាច់រហូតយើងអត់បានធ្វើខ្លួនឯងយើងទៅចំការរហូតអញ្ចឹងយើងហូបតែសាច់ពេកដល់ពេលអញ្ចឹងបានសម្រាកខ្លះអញ្ចឹងទៅក៏ចាប់ដើមឆ្លៀតទៅផ្សារឃើញមានកពឹសកងកៅយិតយើងហ្នឹងបងប្អូនណាយកមកឆាជាមួយបន្លែយើងនេះឥឡូវយើងកុំនិយាយច្រើនលើបន្លែយើងចាប់ដើមស្រោះហើយបងប្អូនណាស្រោះហ្នឹងយើងដាំទឹកឲ្យព្រៀងពុះព្រួយយើងដាក់ប្រេងឆាតិចទៅដើម្បីឲ្យបន្លែយើងមានពណ៌ស្រស់ស្រស់បងប្អូនយេចង់មិនហ្នឹងឥឡូវយើងដាក់ត្រាំទឹកត្រជាក់ហើយយើងស្រង់វាឲ្យស្រស់ទឹកទៅឥឡូវគ្រឿងយើងអត់មានអីទេបងប្អូនណាមានតែប៉ុណ្្នឹងឯងស្រួលងាយកពឹសយើងហ្នឹងគឺធំល្អណាស់មួយខាំ2000បងប្អូន1គីឡូ20000គឺដូចសាច់ជ្រូកដែរតែខ្ញុំចូលចិត្តកពឹសជាងសាច់ជ្រូកណាហើយយូរមានឃើញលក់ម្ដងទេកុំថាតាមជនបទហ្នឹងសបោកពឹសអីទេអត់ទេតែមើលទីក្រុងគឺសបោជាងផ្សារនៅដោយផ្សារទៅផ្សារទឹកខ្មៅទឹកអីខ្ញុំធ្លាប់ឃើញមានច្រើនអញ្ចឹងទៅកុំថាជនបទនោះមានកពឹសមានអីកូនត្រីអីហូបបោដូចសម័យមុនអត់ទេបងប្អូនគឺមានគឺណោះទៅពេញទៅអីអស់ហើយយើងនេះវាយូរមានម្ដងដល់ពេលខ្ញុំឃើញខ្ញុំចេះទិញទុកបងប្អូនណាឥឡូវយើងរំលីងខ្ទឹមមកឲ្យឈ្ងុយយើងដាក់ស្ករត្នោតចូលតិចមកដើម្បីឲ្យវាឈ្ងុយតែហ្មងណាស្ករត្នោតយើងរំលីងវាដូចថាយើងបន្ថយភ្លើងបងប្អូនកន្លែងហ្នឹងកុំឲ្យវាខ្លោចអញ្ចឹងយើងបន្ថយភ្លើងវាបន្តិចទៅយើងកូរវារួចហើយយើងក៏ដាក់ទឹកត្រីមួយចុងស្លាបព្រាមកអូឈ្ងុយណាស់បងប្អូនហើយ10ភុំណាឈ្ងុយមែនតែនហ្មងបើអ្នកហិតតន់គឺ10ភុំហិតមិនតន់គឺអត់បាន10ភុំទេបងប្អូនគឺតាមផ្ទះខ្ញុំហ្នឹងឯងរួចហើយក៏យើងចាក់បកងកៅយិតយើងចូលមកគឺកពឹសហ្នឹងឯងកពឹសធំណាកពឹសហ្នឹងវា6000បងប្អូនណាខ្ញុំឆាទាំងអស់ហ្នឹងដាក់6000លុយខ្មែរយើងហ្នឹងបងប្អូនរួចហើយយើងកូរទៅកូរមកត្រឡប់វាឲ្យរៀងឈ្ងុយបន្តិចក៏យើងដាក់អំបិលមួយចុងស្លាបព្រារ៉ូឌីមួយចុងស្លាបព្រារួចហើយនេះទឹកទឹកម្ទេសបងប្អូនណាដាក់ទឹកម្ទេសមកឆ្ងាញ់ហ្មងបងប្អូនហើយធ្វើឲ្យពណ៌កពឹសយើងនឹងវាឡើងស្រស់ទៀតទំនងមែនតែនហ្មងហើយបងប្អូនបើចង់ដាក់ម្រេចក៏ដាក់ទៅតែខ្ញុំអត់បានដាក់ម្រេចទេបងប្អូនគឺដោយសារអីក្របពើរះបងប្អូនណាអញ្ចឹងខ្ញុំអត់បានដាក់ទេបងប្អូនដាក់ម្រេចទៀតរឹតតែឆ្ងាញ់ហើយរួចហើយយើងក៏ចាក់បន្លែយើងចូលតែម្ដងបន្លែយើងស្រោះវាចង់ឆ្អិនដូចថា50%ហើយអញ្ចឹងយើងគ្រាន់តែថាដាក់ទឹករំងាស់ចោលបន្តិចទៅរួចជាការស្រេចហើយបងប្អូនគ្រាន់ថាបើសិនជាបងប្អូនចង់បានជ្រប់ក៏ល្មមទៅតែគ្រួសារខ្ញុំគាត់ដូចថាថ្មិញគាត់អត់សូវប្រកែអញ្ចឹងខ្ញុំដាក់រៀងឆ្អិនបន្តិចទៅឥឡូវរួចរាល់ហើយបងប្អូនគឺងាយស្រួលអត់ពិបាកទេហើយឆ្ងាញ់ទៀតអត់ទ្រាំរសជាតិគឺអេមហ្មងបងប្អូនអេមមែនតែនហ្មងណាឥឡូវចូលភ្លក់ជាមួយខ្ញុំទាំងអស់គ្នាអូក្តៅមើលមាត់អូក្តៅចានដាក់មកក្តៅភ្លាមក្តៅបងប្អូនណាឥឡូវជួយហូបជាមួយខ្ញុំទាំងអស់គ្នាគឺថាអត់មានអីទេបងប្អូនគឺថាវីដេអូខ្ញុំគឺមានប៉ុណ្ណឹងអរគុណសម្រាប់ការ like ការ follow page និងការ subscribe channel YouTube ខ្ញុំអរគុណច្រើនជម្រាបលាបាយ